ប្តីខ្ញុំពូឆ្ងាញ់បែកពីផ្ទះថ្មីតែ2យប់សោះលេងនឹកសាហាវមកไปដើរលេងវិញលេងអង្គុយមើលផ្លូវរហូតហ្មងបងប្អូនតាមដានเพจខ្ញុំគឺធ្លាប់ដឹងហើយខ្ញុំនាំគ្រួសារទៅដើរលេងនៅរតនគិរីទៅតែ2យប់ទេប៉ុន្តែបងប្អូនមើលសកម្មភាពប្តីខ្ញុំអូនិយាយពីថានឹកផ្ទះជិះតាមផ្លូវចូលផ្ទះនិយាយពីថាមើលអត់ដាក់ភ្នែកទេទៅដើរលេងលក្ខណៈគ្រួសារនៅរតនគិរីគឺទៅអត់អស់គ្នាទេបងប្អូនទៅតែពាក់កណ្ដាលគ្រួសារទេអញ្ចឹងហើយត្រូវតែទិញអីយកទៅហូបជុំគ្នាណាមួយលួងចិត្តអ្នកផ្ទះអ្នកដែលបានទៅដើរលេងជាមួយអញ្ចឹងណាបងប្អូនហើយថ្ងៃនេះវិញគឺបងអូនបើខ្ញុំគេថាគេជាអ្នកចេញធ្វើដៃធ្វើចុងភៅចាគេចង់ធ្វើស៊ុបស៊ីឈាន់ណាគេថាគេប្រកែធ្វើខ្ញុំក៏បដ ாய் ដែរព្រោះអីខ្ញុំធ្លាប់សាករសជាតិស្នាដៃបងអូនបើខ្ញុំគឺឆ្ងាញ់មែនគ្រឿងក្រៅស៊ីឈាន់ហ្នឹងគេមានស្រាប់ហើយយើងគ្រាន់តែទិញបន្លែប្លុកគេបកងសាច់អីយកទៅសោះនៅក្នុងស៊ុបស៊ីឈាន់ហូបអញ្ចឹងណាបងប្អូនគ្រឿងក្រៅបន្លែប្លុកស៊ុបស៊ីឈាន់គឺខ្ញុំទិញនៅខេត្តដោយសារនៅភូមិខ្ញុំអត់មានលក់គ្រប់មុខទេទេសភាពផ្លូវចូលភូមិខ្ញុំស្អាតសាហាវបងប្អូនទៅលេងផងណានៅខាងស្រុកបរិយអូស្វាយសែនជ័យខេត្តសង្ត្រែងមិនច្រឡំមាត់ថាភូមិមិនមែនភូមិទេបងប្អូនគឺខ្លាយជាស្រុកហើយប្តីខ្ញុំចូលចិត្តណាស់ទេសភាពចូលទៅស្រុកបរិយអូស្វាយសែនជ័យគាត់ថាទេសភាពជុំវិញគឺស្អាតមែនតើកូនឈើច្រើនហើយផ្លូវវិញលាលោងជុំវិញផ្ទះខ្ញុំរៀងញ៉ៃញ៉ៃទៅចុះបងប្អូនដោយសារកម្មវិធីតឹមហើយណាមួយយើងអត់ទាន់រៀបចំសួនហើយបងប្អូនលបងក៏អត់ទាន់បានធ្វើអញ្ចឹងណាបាននិយាយសពទៅអត់ទាន់មានលទ្ធភាពធ្វើលបងផ្ទះពួកខ្ញុំថតផ្ទះរៀងច្រើនបន្តិចណាបងប្អូនដោយសារនេះគឺជាផ្ទះទី1ដែលពួកយើងសាងសង់បានសម្រាប់ជាមួយគ្នាតាមទៅកាន់ដៃគ្នាមកនេះគឺជាផ្ទះទី1ហើយដែលពួកយើងហៅថាផ្ទះតខ្លួនរបស់ពួកយើងមកដល់ផ្ទះភ្លាមបាត់ប្តីខ្ញុំបាត់ចេះឆ្ងល់ពូឆ្ងាញ់តាណាអញ្ចេះមកមើលផ្ទះបាយបងអូនខ្ញុំកំពុងអង្គប់ធ្វើម្ហូបអូឥឡូវចេះណាបងប្អូនទៅមួយយ៉ាងដែរប្រហែលឆ្នាំមុនខ្ញុំធ្វើម្ហូបឲ្យបងអូនខ្ញុំឥឡូវបងអូនបើធ្វើម្ហូបឲ្យបងវិញអូយមានអារម្មណ៍ថាខ្លួនឯងចាស់ទៅហើយដល់ពេលបងអូនខ្ញុំនេះក៏ធំទៅទៀតឬមាត់ចេកចាច់នៅក្រោយផ្ទះមកមើលឃើញប្តីខ្ញុំកំពុងតាស្ទូចត្រីប្តីហើយស្ទូចត្រីណាបើផ្ទះមានទឹកតាមបន្តិចហ្នឹងសិតតែតកូនកឆែតហើយតែគាត់ចូលចិត្តស្ទូចត្រីមកបងណាចូលចិត្តស្ទូចត្រីកុំភ្លេចហៅពូឆ្ងាញ់ទៅស្ទូចត្រីជាមួយផងសំខាន់រកកន្លែងណាដែលមានត្រីពូឆ្ងាញ់ខ្ញុំនេះឲ្យតែស្ទូចត្រីបានទៅដល់ណាក៏ទៅដែរការនៅស្វីសជីប្រហែលជា7-2ម៉ោងទៅស្ទូចត្រីហើយបានត្រីមកប្រហែលជា9ខាំស្ទូចប្តីខ្ញុំទិញមកទុកនៅខ្មែរហ្នឹងប្រហែលឆ្នាំហើយបងប្អូនប៉ុន្តែមិនដែលស្ទូចបានត្រីមកក្បាលទេលេខមកមើលស្នាដៃកូនបើវិញអូនិយាយពីថាតំណងមែនតើខ្ញុំអត់នឹកស្មានថាបងបើខ្ញុំចេះធ្វើម្ហូបទេចង់ប្រាប់ថាអារម្មណ៍បងស្រីពេលនេះកំពុងតែកាត់តវីដេអូនេះគឺមានមោទនភាពជាខ្លាំងដល់ពេលឃើញកូនបើចេះធ្វើម្ហូបហើយឥឡូវបងបើខ្ញុំគាត់ចេះដឹងជាងមុនច្រើនដែរបងប្អូនការងារលក់ដូរអីនិយាយឡើងហើយអួតបងប្អូនខ្លួនឯងទៅដល់បងប្អូនមើលស៊ុបស៊ីឈាន់គេតំណងការខ្ញុំហូបស៊ុបស៊ីឈាន់លើកទី1ខ្ញុំចាំបានថាខ្ញុំហូបនៅអាឡម៉ង់ជាមួយមិត្តភ័ក្ដិខ្ញុំហូបស៊ុបស៊ីឈាន់ហើយព្រលឹមឡើងនិយាយអត់ចេញក្នុងចិត្តគិតថាប្រហែលជាហិលពេកតែតាមពិតមិនមែនទេបងប្អូនឥឡូវមិនយើងដឹងថាស៊ុបស៊ីឈាន់គឺខ្លាញ់ច្រើនខ្លាំងអញ្ចឹងពេលហ្នឹងមិនមែនតែហិលទៅមុខទេគឺបូកជាមួយនឹងខ្លាញ់ដូចគ្នាហើយខ្ញុំហត់យកហើយពួកខ្ញុំហូបហើយមានអារម្មណ៍ថាស្អាតកស្រាប់តែព្រលឹមឡើងលេងនិយាយលេងចេញបាត់សម្លេងតាណាបាត់ដល់ពេលជាក់ស្ដែងខ្ញុំមកមើលបងអូនបើខ្ញុំគាត់ធ្វើស៊ុបស៊ីឈាន់នេះបើនឹងថាស៊ុបស៊ីឈាន់គេនេះគឺថាខ្លាញ់មិនណយទេដាក់យ៉ាងច្រើនដែរអញ្ចឹងតាខ្លាញ់ផងហិលផងហើយនាងខ្ញុំនេះអត់ដឹងហត់យកមកផ្ទះនឹងចង់អស់អាលិញបើមិនបាត់សម្លេងមិនស្អកកទេអានឹងបានចម្លែកពុបប៉ាប់ហើយបាត់អីយ៉ាលះដែរលះរបស់គេយាយស៊ុបស៊ីឈាន់នឹងឆ្ងាញ់ជាមួយនឹងអាសាច់គេនេះតាបងប្អូនអូយដាក់ទៅនិយាយពីថាជាតិសាហាវហើយបើបន្លែវិញត្រូវជាមួយគ្រប់មុខបងប្អូនតកួនផ្សិតស្ពៃហើយស្ពៃបកគោហ្នឹងដាក់មកសុទ្ធតែត្រូវទាំងអស់ជាមួយស៊ុបស៊ីឈាន់និយាយទៅមួយយ៉ាងដែរបងប្អូនអត់ពិបាកប្រហែលទេគ្រឿងក្រៅអីហ្នឹងគឺមានស្រាច់គ្រាន់យើងទិញមកយើងលាយតិចតួចទៅសាច់បន្លែយកមកលាងឲ្យស្អាតហាន់ដាក់ចានមកអូយហូបបែបគ្រួសារគឺថាមួយយ៉ាងដែរអត់សេមសាមអត់ញ៉ៃច្រើនទេចិត្តជាបងបងប្អូនធ្លាប់តែឃើញបងអូននៅទូដល់ពេលភ្លេចខ្លួនបងអូនធំភ្លេចខ្លួនដែរហ្នឹងពេលបងអូនថាបងអូនចង់ធ្វើម្ហូបឲ្យគ្រួសារហូបអីចឹងមានអារម្មណ៍ថាមិនសូវទុកចិត្តទេប៉ុន្តែភ្លេចគិតថាគេអាយុ17ហើយ18ស្អែកទៅហ្នឹងណាអូនិយាយពីថាក្លិនវិញឡើងឈ្ងុយឆ្ងាប់បងប្អូនហើយដាក់អាមើមឈូកមើមអីមកបន្លែប្លុកដាក់ចូលទាំងអស់មកបងប្អូនចានចង្កឹះម្នាក់មួយពេលឆ្អិនហើយយើងស្រង់ដាក់ចានមកអង្គប់ជុំគ្នាអូនិយាយពីថាក្តីសុខសាហាវបងប្អូនណាខ្លះចូលចិត្តមាន់ខ្មៅអូអ្នកផ្ទះខ្ញុំមាន់ខ្មៅលើកមុនទិញមកអត់គ្រាន់ទេឥឡូវទិញយ៉ាងច្រើនដែរមាន់ខ្មៅហ្នឹងគឺថាត្រូវមាត់អ្នកផ្ទះខ្ញុំទាំងអស់និយាយទៅអ្នកផ្ទះខ្ញុំចូលចិត្តមាន់ខ្មៅទាំងអស់គ្នាតែនមកហូបស្នាដៃកូនបើមកហើយបងប្អូនហើយរសជាតិមិនបងប្អូនចាំតាមដានវីដេអូក្រោយទៀតដោយសារវីដេអូនេះវាវែងតិចចឹងណាចាំជួបគ្នាវីដេអូក្រោយបាយបាយសុខសប្បាយទាំងអស់គ្នា